រឿងទៀតបាទមករឿងទៀតពាក់ព័ន្ធទៅនឹងយុវតីបាទយុវតីកម្ពុជាចំនួន22នាក់ឯណោះបាទ22នាក់រូបគេទាំងអស់ហ្នឹងគឺបានជលភីពីការប្រកួតរចនាគំនូសុបិនស្ត្រីបាទសុបិនស្ត្រីអញ្ចឹងគំនូនេះមិនមែនជាការងាយស្រួលនោះទេការប្រកួតរចនាគំនូសុបិនស្ត្រីសម្រាប់រដូវកាលទី10ក្នុងឆ្នាំ2023នេះបានរកឃើញម្ចាស់ពានរង្វាន់រហូតដល់22នាក់ឯណោះបាទ22នាក់ដែលសិតសឹងតែជាយុវតីរបស់ប្រទេសកម្ពុជាបើតាមការបញ្ជាក់ពីលោកស្រីវ៉ាកាណានូគូជនជាតិជប៉ុនដែលជាអ្នករៀបចំកម្មវិធីស្ដីពីការប្រកួតរចនាគំនូសុបិនស្ត្រីតាំងពីឆ្នាំ2009មកនោះបានសម្ដែងនឹងការអបអរសាទរនៃស្នាមញញឹមដែលជាស្នាដៃរបស់ជនជាតិខ្មែរនេះខណៈដែលលោកស្រីមើលឃើញថានៅកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនាហើយលោកស្រីបានបញ្ជាក់ថាលោកស្រីចង់បង្កើតឱកាសដល់ក្មេងស្រីៗនៅប្រទេសកម្ពុជានេះមានជីវភាពប្រសើរឡើងហើយមានជំនាញរចនានិងជំនាញសំខាន់ៗមួយធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅកម្ពុជានេះកាន់តែមានភាពរីកចម្រើនហើយលោកស្រីបានថ្លែងថាដើម្បីចូលរួមការងារនេះលោកស្រីបានរៀបចំការប្រកួតរចនាគំនូសុបិនស្ត្រីតាំងពីឆ្នាំ2011ហើយកម្មវិធីនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំក្នុងជំនាញក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាននិងសម្រេចនៅក្តីសុបិនរបស់ខ្លួនហើយបងប្អូនមើលទស្សនាទៅគំនូនេះវាសិតតែមានអត្ថន័យវាសិតតែមានរូបរាងដែលយើងអាចនឹងថ្លែងបានពីព្រោះថាការគូហើយវាត្រូវមានការធ្វើការហៅថាបទបង្ហាញណាណែតបទបង្ហាញបញ្ជាក់អំពីខ្លឹមសារនៃរូបភាពដែលពួកគាត់បានគូអីចឹងទៅអញ្ចឹងសូមកោតសរសើរបាទសូមកោតសរសើរចំពោះអ្វីដែលខាងស្ត្រីដែលជាជនជាតិជប៉ុននោះជួយជំរុញទៅដល់យុវតីខ្មែរយើងដើម្បីឲ្យគាត់អាចនឹងចេះនៅការរចនារូបគំនូអីផ្សេងៗហ្នឹងហើយពាក់ព័ន្ធទៅនឹងវិស័យអប់រំនេះផងដែរខ្ញុំក៏មានការជំរាបជូននៅព័ត៌មានមួយដែលជាផ្នែកមួយដ៏សំខាន់ដែរបងប្អូន